ចំពោះការតំណាក់តំណងបាទពីធម្មជាតិមានន័យថាព្រៃឈើសត្វមនុស្សគឺមានតំណាក់តំណងគ្នាសំខាន់ណាស់អញ្ចឹងក្នុងនាមខ្ញុំជាមន្ទីរតំណាងឲ្យលោកទេនទីហើយក៏បានសហគមន៍អីគាត់ចូលរួមនឹងគាត់ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាធនធានជីវៈចម្រុះនៅទីនេះគឺជាចំណុចសំខាន់អញ្ចឹងដោយខ្ញុំបានជម្រាបគឺយើងត្រូវការពារថែរក្សាគឺអាស្រ័យដូចជាការអាស្រ័យផលនេះយើងធ្វើម៉េចឲ្យវាមានកម្រិតតុល្យភាពគ្នាយើងអត់ទៅធ្វើកំហុកទេអូមកថានៅតំបន់នេះមានសត្វមានព្រៃមានត្រីទឹកនៅក្នុងតំបន់នេះអញ្ចឹងយើងត្រូវធ្វើម៉េចពេលគាត់មករនេសាទនៅតំបន់នេះយើងធ្វើម៉េចយើងកាត់បន្ថយអូមកថាអួនកលាធំកលាអីគេមិនឲ្យប្រើទេគេឲ្យប្រើជាសំណាញ់ម៉ងអីនេះអានេះកលានិយាយរួមកលាមជ្ឈុំកុំឲ្យយកអាតូចក៏យកអាធំក៏យកធ្វើម៉េចដើម្បីឲ្យជីវៈចម្រុះមិនថាសត្វមិនថារុក្ខជាតិត្រីឯងយើងត្រូវមានឲ្យមានតុល្យភាពគ្នាយើងដូចខ្ញុំបានជម្រាបហើយយើងត្រូវពីមុនគឺយើងអប់រំប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះធ្វើយ៉ាងម៉េចកុំឲ្យបាត់តុល្យភាពមួយឧបមាថាបើគាត់យកត្រីអស់នៅទីនេះសត្វក៏មិននៅដែរគាត់ទៅហើយសុំលាហើយបាទទៅហើយហោះចេញទៅកន្លែងផ្សេងហើយបាទมันអាចខ្វះនៅធនធានត្រីសម្រាប់សត្វនឹងគាត់ស៊ីបាទនៅត្រីនៅអីក៏ដូចជាធនធានអញ្ចឹងបានថាយើងមើលទៅដើមឈើមួយចំនួនវាសត្វនឹងវាអាចចឹកស៊ីវាមានន័យថានៅស្លឹកឈើដែលវាមានការតំណាក់តំណងរស់នៅអាហ្នឹងដូចមនុស្សយើងអញ្ចឹងត្រូវការបរិភោគបាយម្ហូបទឹកអីអញ្ចឹងទៅអញ្ចឹងរុក្ខជាតិមួយចំនួនហ្នឹងក៏វាត្រូវការនឹងសត្វនឹងដែរវាត្រូវការដូចជាការបឺតជញ្ជក់នៅស្លឹកឈើរបស់រុក្ខជាតិហ្នឹងបាទ